ពេលដែលគេមកឈ្លានពានយើងមានតែកងទ័ពទេមានតែទាហានទេដែលទៅដល់ជួរមុខទៅដល់ព្រំដែនហ្នឹងដើម្បីការពារប្រយុទ្ធតតាំងបាទជាមួយនឹងយោធារបស់ប្រទេសផ្សេងឲ្យតែនៅមានវត្តមានទាហានឬក៏វត្តមានយោធានោះពិភពលោកនេះមិនអាចមានសន្តិភាពទេបាទសូមអនុញ្ញាតគោរពជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ក៏ដូចជានៅក្នុងបណ្ដាញសង្គម Facebook បាទ TikTok ជាដើមបាទក្នុងវីដេអូនេះខ្ញុំនឹងមកចែករំលែកនៅចំណេះដឹងមួយឬក៏អាចថាជាការយល់ឃើញរបស់ខ្ញុំទាក់ទងជាមួយនឹងបញ្ហាសង្គ្រាមនៅលើពិភពលោកនេះចំណុចដែលខ្ញុំចង់និយាយនៅពេលនេះគឺនៅលើពិភពលោកនេះប្រទេសផ្សេងៗនៅលើពិភពលោកនេះឲ្យតែនៅតែមានបង្កើតឬក៏ពង្រឹងវត្តមានទាហានឬក៏យោធាហ្នឹងគឺពិភពលោកនេះគឺมันអាចមានសន្តិភាពនោះទេបាទហេតុអីបានជាខ្ញុំលើកឡើងពីបញ្ហានេះពីព្រោះតែប្រទេសផ្សេងៗនៅលើពិភពលោកនេះបាទប្រទេសណាក៏ដូចប្រទេសណាដែរតែងតែពង្រឹងវត្តមានយោធារបស់ខ្លួនឲ្យខ្លាំងក្លាបាទមានប្រទេសខ្លះនោះគឺចំណាយលុយរហូតដល់រាប់ពាន់លានដុល្លារដើម្បីលើវិស័យយោធានេះដើម្បីឲ្យមានការរីកចម្រើនខ្លាំងដើម្បីការពារប្រទេសរបស់ខ្លួនបាទជាក់ស្ដែងប្រទេសមួយចំនួនទៀតនោះគឺពង្រឹងយោធារបស់ខ្លួននោះគឺដើម្បីតែឈ្លានពានប្រទេសដទៃចំណុចនេះបងប្អូនយល់ឃើញយ៉ាងណាដែរសម្រាប់ខ្ញុំយល់ថាពិភពលោកយើងទាំងមូលប្រទេសយើងទាំងមូលដែលប្រទេសទាំងអស់នៅលើផែនដីនេះវាប្រហែលជាមិនអាចមានសន្តិភាពឬក៏សេចក្តីសុខបាននោះទេបើប្រសិនបើនៅតែប្រទេសផ្សេងៗហ្នឹងនៅតែមានវត្តមានយោធាវត្តមានទាហានបាទអញ្ចឹងដើម្បីឲ្យពិភពលោកនេះមានភាពស្ងប់ស្ងាត់លែងបាញ់គ្នាលែងសម្លាប់គ្នាលុះត្រាតែប្រទេសផ្សេងៗហ្នឹងឈប់មានវិស័យយោធានេះបាទអញ្ចឹងប្រទេសផ្សេងៗអត់មានទាហានអីសម្រាប់ទៅបាញ់ទៅបោះអីឬក៏ទៅដណ្ដើមដីរបស់អ្នកផ្សេងទេបាទយើងជាក់ស្ដែងដូចជាប្រមាណខែកន្លងទៅបាទយើងឃើញជាក់ស្ដែងហើយថាប្រទេសក្បែរខាងយើងនេះគឺខំពង្រឹងវិស័យយោធារបស់គេនោះគឺដើម្បីតែឈ្លានពានរបស់ប្រទេសយើងបាទដើម្បីឈ្លានពានប្រទេសយើងឈ្លានពានយកដីយើងបាទអញ្ចឹងសន្តិភាពវាមិនអាចកើតមានបានទេបាទសម្រាប់ខ្ញុំសម្រាប់ការយល់ឃើញរបស់ខ្ញុំថាសន្តិភាពវាពិតជាមិនអាចកើតមានទៅរួចនោះទេប្រសិនបើនៅតែមានវត្តមានយោធានៅលើបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោកអញ្ចឹងសួរត្រឡប់មកវិញថាតើគេអាចលុបបំបាត់វិស័យយោធាបានទេថាវាមិនអាចទៅរួចបាទប្រទេសណាក៏មិនអាចលុបបំបាត់វិស័យយោធារបស់ខ្លួនបានដែរពីព្រោះវិស័យយោធានេះគឺជាវិស័យមួយសម្រាប់ការពារបាទប្រទេសជាតិរបស់ខ្លួនកុំឲ្យមានការបាត់បង់ពីសំណាក់ប្រទេសផ្សេងមកឈ្លានពានយើងមើលជាក់ស្ដែងដូចជាប្រទេសអ៊ុយក្រែនជាដើមបាទត្រូវបានប្រទេសផ្សេងប្រទេសមហាអំណាចនៅលើពិភពលោកទៅឈ្លានពានអញ្ចឹងមានតែយោធាទេវិស័យយោធាទេដែលការពារប្រទេសយើងក៏ដូចគ្នាពេលដែលគេមកឈ្លានពានយើងមានតែកងទ័ពទេមានតែទាហានទេដែលទៅដល់ជួរមុខទៅដល់ព្រំដែនដើម្បីការពារប្រយុទ្ធតតាំងបាទជាមួយនឹងយោធារបស់ប្រទេសផ្សេងអញ្ចឹងជាការយល់ឃើញជាទស្សនៈជាយល់ឃើញបែបអត្តនោម័តរបស់ខ្ញុំគឺខ្ញុំយល់ឃើញថាប្រសិនបើនៅតែមានវត្តមានប្រទេសផ្សេងបើសិនជានៅតែមានវត្តមានទាហានវិស័យយោធានឹងឲ្យរីកចម្រើនគឺมันអាចពិភពលោកនេះมันអាចមិនមានសង្គ្រាមទេគឺសង្គ្រាមនៅតែកើតមានដដែលពីព្រោះយើងដឹងហើយថាវិស័យយោធាទាហាននេះគឺបង្កើតឡើងគឺដើម្បីប្រយុទ្ធដើម្បីច្បាំងដើម្បីដណ្ដើមបាទអញ្ចឹងគ្មានពីណាបង្កើតយោធាមកដើម្បីទុកទេបាទប្រទេសផ្សេងៗណាបាទដើម្បីពង្រឹងវិស័យយោធានោះគឺដើម្បីពេលដែលយោធារបស់ខ្លួនឯងខ្លាំងតាមវិស័យអាកាសតាមវិស័យជើងទឹកវិស័យជើងគោកបាទពេលដែលខ្លាំងហើយតែងតែបាទចាប់ផ្ដើមមានមហិច្ឆតាទៅឈ្លានពានប្រទេសដទៃឬក៏ធ្វើឲ្យមានបញ្ហាណាមួយកើតឡើងនៅលើពិភពលោកនេះអញ្ចឹងនៅក្នុងឆ្នាំ2025-26នេះយើងឃើញជាក់ស្ដែងថាប្រទេសណាឈ្លានពានប្រទេសណាហើយដំណោះស្រាយយ៉ាងម៉េចយើងមើលប្រទេសណាដែលត្រូវគេឈ្លានពានគេសម្លាប់យ៉ាងម៉េចគេធ្វើបាបយ៉ាងម៉េចប្រជាជនព្រាត់ប្រាសយ៉ាងម៉េចស្លាប់យ៉ាងម៉េចគឺច្រើនកើតឡើងពីការឈ្លានពានរបស់ប្រទេសដទៃបាទប្រទេសដែលមានយោធាខ្លាំងក្លាលើសប្រទេសដែលមានយោធាខ្សោយ
អញ្ចឹងនេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំតាក់ទងជាមួយនឹងបញ្ហានេះទេហើយសង្ឃឹមថាបងប្អូននឹងយល់ស្របបាទបងប្អូនខ្លះក៏យល់ស្របទស្សនៈរបស់ខ្ញុំហើយបងប្អូនខ្លះក៏មិនយល់ស្របដែរបាទសរុបរួមមកវិញខ្ញុំក្នុងវីដេអូនេះខ្ញុំចង់សង្ខេបមកវិញថាឲ្យតែនៅមានវត្តមានទាហានឬក៏វត្តមានយោធានោះពិភពលោកនេះមិនអាចមានសន្តិភាពទេអញ្ចឹងដើម្បីមានសន្តិភាពបានលុះត្រាតែប្រទេសទាំងអស់នៅលើផែនដីនេះលុបបំបត្តិចោលវត្តមានយោធាទាំងអស់គ្នាទើបសន្តិភាពអាចកើតមានបានបាទសូមអរគុណសូមជម្រាបលា